Hello សួស្តីបងប្អូនទាំងគ្នាបាទជួបគ្នាសាជាថ្មីនៅវីដេអូថ្មីពី Channel ម៉ូតូរបស់ខ្ញុំបាទអញ្ចឹង Channel ម៉ូតូរបស់ខ្ញុំថ្ងៃនេះបាទគឺធ្វើការមកនិយាយតាក់ទងជាមួយនឹងបាទដំណឹងនៃការបែកធ្លាយកាលពី2ខែមុនប៉ុន្តែនៅពេលបច្ចុប្បន្ននេះវាផ្ទុយស្រឡះបាទអញ្ចឹងបងប្អូនប្រកាសជាឆ្ងល់ហើយបាទ2ខែមុនវាបែកដំណឹងអ្វីហើយមកបច្ចុប្បន្ននេះវាទៅជាយ៉ាងណាបានទៅជាខ្ញុំនិយាយថាវាខុសស្រឡះតែម្ដងបាទអញ្ចឹងបងប្អូនអាចរងចាំទស្សនាទាំងអស់គ្នាបាទសម្រាប់នៅវីដេអូមួយនេះបាទដែលជាវីដេអូប្លែកមែនទែនហ្នឹងហើយបាទអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូននឹងតាមដានទស្សនាដល់ចប់ទាំងអស់គ្នាបាទដើម្បីបានដឹងទាំងអស់គ្នាបាទអញ្ចឹងសម្រាប់បងប្អូនថ្មីដែលមិនទាន់បានចុច Subscribe Channel របស់ខ្ញុំសូមជួយចុច Subscribe ឬដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីពី Channel របស់ខ្ញុំជាបន្តទៀតបាទសូមអរគុណច្រើនមែនទែនសម្រាប់ការគាំទ្រពីសំណាក់បងប្អូនហ្នឹងហើយបាទអញ្ចឹងបងប្អូនប្រកាសជាបានដឹងហើយបាទកាលពី2ខែមុនគឺមានការល្បីតគ្នាថាម៉ូតូឆ្នាំ2023ហ្នឹងគឺមានកម្លាំងរហូតដល់150ឯណោះបាទប៉ុន្តែនៅពេលបច្ចុប្បន្នជាក់ស្ដែងគឺមិនមែនទេបាទគឺមិនមែននោះទេបាទអញ្ចឹងពេលខ្លះទៅដំណឹងទាំងអស់ហ្នឹងគឺចេះតែបែកធ្លាយបាទចេះតែបែកធ្លាយច្រើនហ្នឹងហើយចេះតែបែកធ្លាយតគ្នាគឺធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងហ្នឹងមានការយល់ច្រឡំបាទជជែកគ្នាលេងជជែកគ្នាមែនទែនទាំងសរសៃកដាក់គ្នារៀងខ្លួនបាទតែប៉ុន្តែគ្រាន់តែជាវីដេអូបែកធ្លាយតែប៉ុណ្ណោះបាទអញ្ចឹងអ្វីដែលជាក់ស្ដែងការពិតសម្រាប់បងប្អូនបាទបច្ចុប្បន្ននេះគឺកម្លាំង125ដដែលបាទ125ដដែលដូចតែកម្លាំង22អញ្ចឹងបាទអញ្ចឹងនេះជាដំណឹងមួយដើម្បីចែករំលែកទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងបាទហ្នឹងហើយអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនបានដឹងទាំងអស់គ្នាទាក់ទងជាមួយនឹងវីដេអូនេះដែលខ្ញុំកំពុងតែបាទជជែកផ្ទាល់ជាមួយបងប្អូនហ្នឹងហើយដើម្បីពុកម៉ែបងប្អូនបានដឹងហ្នឹងហើយបាទអញ្ចឹងក៏សូមខន្តីអភ័យទោសបើសិនជាខ្ញុំនិយាយទៅវាមានការល្អួលត្រង់ចំណុចណាមួយបាទអញ្ចឹងសម្រាប់វីដេអូនេះក៏សូមបញ្ចប់ទៅត្រឹមនេះបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ